លើនឹងឲ្យយើងចូលភាគ2ម្ដងតួអង្គរបស់យើងហើយពិតជាសំណាងមែនមកដល់ផ្ទះហើយបានស្លាប់លើនឹងឲ្យយើងចូលថ្ងៃថ្មីជាថ្ងៃរបស់គាត់ធ្វើការម្ដងវ៉ាឡាគេថាទឹកមុខមើលខ្លាំងមែនតើដោយសារតួអង្គរបស់យើងមកធ្វើការយីបានស្មាននឹងវល់តកេងមកឲ្យគេខឹងយ៉ាងម៉េចថ្ងៃហ្នឹងគេបានទៅធ្វើការឯងអ្នកលេខារបស់យើងក៏សួរថាមិនបានទៅធ្វើការគេគ្រាន់តែងើបមកគេថាគេអត់ស៊ឺខ្លួនទេហើយងើបមកគេក្តៅខ្លួនទៀតកៅឈូរបស់យើងលើគេហ្នឹងបានទៅពេទ្យហើយដោយសារគេហ្នឹងលេបថ្នាំគាត់ហ្វីលមូនច្រើនពេកគេតំចេញពីពេទ្យទេឡើងគេមកដល់ផ្ទះតួអង្គស្រីយើងហើយបើទ្វារមកភ្លាមខនពាក់ហើយយើងនឹងវ៉ាឡើងនៅជាមួយគ្នាគេសើសប្បាយចិត្តទេដោយសារគេខំលួចទីស្រឡាញ់របស់គេនៅជាមួយអ្នកផ្សេងពេលហ្នឹងហើយយើងសួរទៅវិញថាមានការអីមែនពេលហ្នឹងផងដែរតួអង្គរបស់យើងនិយាយអីច្រើនទេហើយដល់ចេញយកហ្មងគេជាស្អាតចឹងគេអត់ខ្វល់ច្រើនទេពេលហ្នឹងតួអង្គស្រីយើងឆែកទូរស័ព្ទបែបវ៉ាឡាងអីចឹងណាតួអង្គស្រីយើងរឿងខូចដែរដោយសារគេចង់មើលថតបែបវ៉ាឡាងអីចឹងណាគេនៅមើលដដែលសើថតគេស្អាតសិចស៊ីទៀតមើលទឹកមុខបានភ័យយកហ្មងដោយសារគេមើលថតរបស់ខ្លួនអូយឈិតសួរគេទៀតហេតុអីបានភ័យអញ្ចឹងហើយគេថាចាមើលតិចទៀតសិនមិនគេឲ្យវ៉ាឡាងបានយកទូរស័ព្ទពីតួអង្គស្រីយើងឲ្យដើរចឹងយកហ្មងដោយសារគេប្រញាប់ទៅធ្វើការកលែងមកមើលសាយុរបស់យើងវិញគេសើសប្បាយចិត្តទេដោយសារគេនឹងគប់គុំថ្នាំអត់តាន់សាយុពេលនេះគេសប្បាយចិត្តទេដោយសារពេលនេះសាយុពិតជាត្រូវការអ្នកវិនិយោគទុនជាមួយក្រុមហ៊ុនគាត់ខ្លាំងដោយសារពេលនេះមនុស្សគ្រប់គ្នាគេពិតជាត្រូវការគាត់ថ្នាំហ្វីលមូនខ្លាំងពេលហ្នឹងផងដែរប៉ឈៀវបានខលមកពាក់វ៉ាឡាងមកយើងពីពួកគេព្រោះតែផឹកទៀតហើយស្មានតែខលមកមានរឿងអីអត់មាននិយាយអ៊ីសោះពាក់វ៉ាឡាងរបស់យើងពេលហ្នឹងគេពិតជាមើលខ្លាំងមែនតើគេថាមានអត់មានរឿងអីគេទៅវិញហើយតែប៉ឈៀវរបស់យើងគេខំខាត់ពាក់វ៉ាឡាងខ្លាំងមែនតើគេថានៅកំដរគេតិចទៀតទៅដោយសារគេពេលនេះគេសើខ្លាំងនិយាយមែនបានគេកំដរប៉ុណ្ណឹងហើយពាក់ប៉ឈៀវចាក់ស្រាយយកឲ្យតួអង្គរបស់យើងយកមកមិនយូរប៉ុន្មានអេនិកម៉ាយើងគេតែងខ្លួនឡើងស្អាតដើម្បីតាក់ទាញតួអង្គរបស់យើងម្នាក់នេះពិតជាលួចស្រឡាញ់អេនិកម៉ារបស់យើងហើយគេចាប់ដៃអេនិកម៉ាយើងទៅផឹកជាមួយទៀតមិនយូរប៉ុន្មានគេចាប់ដៃចូលបន្ទប់ទៀតណែពេលហ្នឹងផងដែរសាវយករបស់យើងដើរមកតន់ពេលហ្នឹងតួអង្គរបស់យើងក៏ដើរមកអេនិកម៉ារបស់យើងគេធ្វើទឹកមុខដែលគួរឲ្យពឹសពុលរបស់គេតែគួរឲ្យស្រឡាញ់ហ្នឹងមកតិទៀងតួអង្គរបស់យើងបាក់ចិត្តទៅគេយកហ្មងហើយក៏អរគុណមិនយូរប៉ុន្មានគេដេញអាមួយនេះចេញហើយហាមប៉ះពាល់គេទៀតពេលហ្នឹងម៉ែរបស់អេនិកម៉ាក៏គេមកដែរគាត់ថាអេនិកម៉ាល្អចឹងមិនគួរណាមានអ្នកធ្វើបាបចឹងសោះតួអង្គរបស់យើងគាត់ទៅលឺចឹងគេភ័យខ្លាំងមែនតើគេខ្លាចមានអ្នកធ្វើបាបមនុស្សជាទីស្រឡាញ់របស់គេពេលហ្នឹងអេនិកម៉ារបស់យើងសម្ដែងឃើញជាតួកំសត់ទៀតហើយតួអង្គរបស់យើងគាត់ទៅឃើញអេនិកម៉ាសម្ដែងចឹងតួអង្គរបស់យើងក៏សម្ដែងដែរដើម្បីចូលគ្នាពេលហ្នឹងតួអង្គរបស់យើងក៏ទៅវិញហើយប៉ុន្តែអេនិកម៉ារបស់យើងចាប់ដៃតួអង្គរបស់យើងពេលហ្នឹងអេនិកម៉ារបស់យើងសុំលេខទូរស័ព្ទតួអង្គរបស់យើងតែតួអង្គរបស់យើងអត់ឲ្យទេអេនិកម៉ារបស់យើងគេបដិសេធប៉ុណ្ណឹងហើយពេលឃើញគេទៅវិញញញឹមខ្ចាប់ចូលដល់ថ្ងៃថ្មីលេខាសិនបានយកកន្លះអាវឲ្យតួអង្គរបស់យើងពេលហ្នឹងផងដែរតួអង្គរបស់យើងខនសម្បត្តិអេនិកម៉ាទៅសេប៉ុន្តែតួអង្គរបស់យើងថាជាអត់មកទេគិតទៅចង់ក្រោយតួអង្គរបស់យើងនៅតែក៏សម្បត្តិនឹងមកអានទៅដែរហើយថែមទាំងរក្សាទុកឲ្យល្អទៀតផងពេលហ្នឹងផងដែរបន្ទីពេទ្យបានខំមកខាងគាត់ពេលហ្នឹងផងដែរប្អូនសៅយោបានមកដល់មន្ទីរពេទ្យមកដោយសារតែប្អូនសៅយោនឹងឮថាមកមើលប៉ាតែខាងប៉ាជាសោះពេលហ្នឹងផងដែរប្អូនសៅយោបានថាឲ្យសៅយោខ្លាំងមែនតើមិនខាងប៉ាអត់ជាអញ្ចឹងពេលហ្នឹងផងដែរលេខារបស់សៅយោក៏ចេញមុខមកការពារពេលលេខានិយាយចប់ប្អូនសៅយោបានក៏ផ្ទះលេខារបស់យើងពេលហ្នឹងតួអង្គរបស់យើងចាប់ដៃតន់ពេលហ្នឹងផងដែរសៅយោនិងប្អូនប្រុសសៅយោបានប្រឈមមុខគ្នាសៅយោបាននិយាយហៅថាយើងខំមើលប៉ាប៉ុណ្ណឹងហើយប៉ងរាយើងប៉ុណ្ណឹងហើយមិនអញមិនទាន់អស់ចិត្តទៀតពេលតួអង្គរបស់យើងនិយាយចឹងហើយគេដឹងខ្លួនគេដើរចាញ់យកហ្មងពេលហ្នឹងតួអង្គរបស់យើងឡើងចដៅយន្តយកហ្មងពេលហ្នឹងផងដែរអេនិកម៉ាក៏មកតន់ហើយមកឃើញតួអង្គរបស់យើងឡើងចដៅយន្តទៀតពេលហ្នឹងតួអង្គរបស់យើងក៏ចាប់ដៃចដៅយន្តដើម្បីឲ្យអេនិកម៉ារបស់យើងឡើងចដៅយន្តជាមួយគាត់ពេលហ្នឹងផងដែរលោកគ្រូពេទ្យដែលព្យាបាលជំងឺអេនិកម៉ាក៏ឡើងចដៅយន្តនឹងផងដែរពេលហ្នឹងផងដែរតួអង្គរបស់យើងក៏លឺជាងទៅក៏សប្បាយចិត្តទៀតហើយអ
นิกมาบ่យើងក៏ចូលតួទៀតផងដែរពេលណាងាគេស្ដែងធ្វើជាអត់សប្បាយចិត្តកុំឲ្យតួអង្គរបស់យើងឃើញថាគេអត់សប្បាយចិត្តតួអង្គរបស់យើងណាគាត់ទៅដឹងរឿងទាំងអស់ហ្នឹងហើយមិនចាំយូរប៉ុន្មានក៏ទឹកបងថ្លៃពេទ្យឲ្យហ្មងមានតែចាំតួអង្គរបស់នេះអត់ដែលលួចស្លាញ់អេនិកមករបស់យើងឥឡូវគាត់ហ្នឹងណាក៏មកបងថែពេទ្យឲ្យអេនិកមកដល់គាត់ដែរនេះក៏ពេទ្យស្រីរបស់យើងគាត់ថាមានតែបងឲ្យហើយពេលហ្នឹងតួអង្គរបស់យើងធ្លាក់ទឹកមុខទៀតហើយសែទៀតហើយមកតន់នោះពេលហ្នឹងក៏ទៅធ្វើការយឺតឥឡូវហ្នឹងមេថាឲ្យទៀតហើយកាត់មកដល់ពេលយប់អេនិកមករបស់យើងក៏នាំតួអង្គស្រីផ្សេងទៀតមកផឹកជាមួយគាត់ប៉ឈឺរបស់យើងក៏គាត់សួរនាំណាគេមកទៀតហើយអួយឡើងស្អាតហើយប្លំគេកាយគេទៀតទៅដល់ម៉ោងលើកណាសៅយោមិនដែលតបឆានអ្នកណាមិនដែលលើកទូរស័ព្ទអ្នកណាតែពេលនេះប៉ឈឺឆ្ងល់មានបានតបឆាតមិនបានលើកខអញ្ចឹងប៉ឈឺបានធ្វើមុខឆ្ងល់យោហ្មងការពិតអេនិកបារបស់យើងបានខត់តួអង្គរបស់យើងក៏លើកទៀតគាត់ខទៅនិយាយរឿងកន្លះអាវហ្នឹងហើយគាត់តែហ៊ាននិយាយយូរគាត់ខ្លាចកំខានពេលហ្នឹងផងដែរគាត់ក៏បានណាត់គ្នាពេលហ្នឹងអេនិកបារបស់យើងក៏បានមកដល់គេស៊ុយលេខការតែអេនិកបារបស់យើងអត់មានទេហើយគាត់ក៏ឲ្យខទៅម្ចាស់កម្មវិធីពេលហ្នឹងផងដែរអេនិកបាយើងភ័យពីព្រោះខទៅអត់លើកអេនិកបារបស់យើងក៏គាត់ប្រាប់ថាខទៅអត់លើកទេពេលហ្នឹងគាត់សប្បាយចិត្តខ្លាំងមែនទែនពីព្រោះសៅយោរបស់យើងមកទទួលគាត់ផ្ទាល់ហ្មងអេនិកមករបស់យើងសប្បាយចិត្តអីចឹងណាគាត់ថាមិនខុសតើលើកចឹងគាត់ថារវល់ដើរតាមគាត់មកអេនិកមករបស់យើងក៏ដើរចូលកម្មវិធីគាត់ថាមិននឹកស្មានថានាំគាត់មកកន្លែងទំនើបចឹងសោះហើយគាត់ថាស្លីបពេលឡើងសាមញ្ញអេនិកមករបស់យើងគេអត់សូវសប្បាយចិត្តទេពីព្រោះថ្ងៃនេះគេតែងខ្លួនសាមញ្ញពេកហើយមកកន្លែងកម្មវិធីធំតួអង្គរបស់យើងគេថាអីទេកម្មវិធីរបស់គាត់តើឈៀវគាត់ឈ្ងល់ម្នាក់ហ្នឹងមិនមែនដែលលើកទូរស័ព្ទគាត់ដល់តែលើកទូរស័ព្ទណាគេសោះសៅយករបស់យើងពេលហ្នឹងគេធំនឹងប៉ឈៀវមានតួអង្គថ្មីទៀតហើយណាឈ្មោះវីសានពេលហ្នឹងប៉ឈៀវបានមកអេនិកមកអត់កលេចថ្មីសោះប៉ឈៀវបានសួរទៅសៅយកម្នាក់ហ្នឹងមែនប៉ឈៀវរបស់យើងគេតែហត់ក្លន់អេនិកមកឡើងឈ្ងុយពេលហ្នឹងអេនិកមករបស់យើងអត់សូវសប្បាយចិត្តទេដោយសារបែកប៉ឈឺរបស់យើងហ្នឹងឆាអេនិកមករហូតថែមទាំងចាប់ស្មាគេទៀតពេលហ្នឹងសៅយោក៏មើលមុខអេនិកមករបស់យើងពីព្រោះឃើញអត់សប្បាយចិត្តពេលហ្នឹងប៉ឈឺរបស់យើងបញ្ចុះសាគេឡើងស្វឹងអស់ហ្មងពេលហ្នឹងផងដែរអេនិកមករបស់យើងស្វឹងបាក់ស្មាតពេលហ្នឹងជាអាការរបស់ប៉ឈឺប៉ុន្តែសៅយោរបស់យើងចាប់ដៃកវាចេញយកហ្មងហើយក៏នាំអេនិកមកចូលក្នុងឡានហើយតួអង្គរបស់យើងក៏បានលុយឲ្យអេនិកមករបស់យើងទៀតផងដែរអេនិកមករបស់យើងមិនបាញ់លុយឲ្យគេច្រើនមែនតួអង្គថាយកទៅលុយប៉ុណ្ណឹងថែមទាំងស្វីតនៅលើឡានទៀតអេនិកមករបស់យើងពេលហ្នឹងគេឡើងផ្លឹកសៅយករបស់យើងក៏លួចប៉ះមកអេនិកមករបស់យើងមកគេឡើងតន់ពេលហ្នឹងផងដែរតួអង្គរបស់យើងក៏គេដាក់តួអង្គស្រីយើងទៅពីព្រោះដល់ផ្ទះគេហើយអ៊ីនីមករបស់យើងក៏គេបាយជួបភាគ3ណាកុំភ្លេច like subscribe ចុចសញ្ញាកណ្ដឹងផងណាអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាដល់ចប់